កុំខ្លាចគេនិយាយពីក្រោយខ្នងបើគេនិយាយពីក្រោយខ្នងអ្នកមានន័យថាគេដើរក្រោយអ្នកហើយដើមឈើឡើងកាន់តែខ្ពស់ប៉ះខ្យល់កាន់តែខ្លាំងមនុស្សមានចំណុចលេចធ្លោតែងតែទទួលបាននឹងការចាប់អារម្មណ៍ជារឿងធម្មតាទេបងប្អូនចំណាំមើលខ្លួនឯងនៅពេលដែលយើងធ្លាក់ខ្លួននៅពេលដែលយើងយ៉ាប់យ៉ឺនមិនសូវមាននរណារំលឹកពីឈ្មោះយើងទេប៉ុន្តែនៅពេលដែលយើងឡើងនៅពេលដែលយើងមានឈ្មោះនៅពេលដែលយើងមានចំណូលច្រើននៅពេលដែលយើងលេចធ្លោច្បាស់ណាស់គេនឹងរំលឹកពីឈ្មោះយើងជាប្រចាំហើយពេលខ្លះនៅពីក្រោយខ្នងយើងក៏គេរំលឹកឈ្មោះយើងដែរយើងនៅតែជាយើងតែអ្វីដែលផ្លាស់ប្ដូរនោះគឺយើងទទួលបានការចាប់អារម្មណ៍ច្រើនជាងមុនពីមនុស្សនៅជុំវិញខ្លួនយើងខុងជឺគាត់និយាយថាអ្នកដែលនិយាយពីក្រោយខ្នងយើងមានន័យថាគេកំពុងតែដើរតាមក្រោយយើងហើយនៅលើโลกនេះមនុស្សដែលត្រូវបានគេនិយាយពីក្រោយខ្នងទាំងអស់មិនមែនសិតសឹងតែជាមនុស្សអាក្រក់ទេពេលខ្លះយើងល្អជាងគេក៏ត្រូវបានគេនិយាយមិនល្អពីយើងដែរឲ្យតែគេមិនពេញចិត្តឲ្យតែគេមិនសប្បាយចិត្តជាមួយយើងហើយវាអត់មានអីត្រូវតោមនិញជាមួយនឹងអ្នកនិយាយពីក្រោយខ្នងយើងនោះទេត្រូវចាំថាយើងធម្មតាយើងជាមនុស្សសាមញ្ញប្រហែលជាគ្មាននរណារំលឹកឈ្មោះយើងទេប៉ុន្តែប្រហែលជាយើងអាចនឹងលេចធ្លោយើងអាចនឹងធ្វើអីមួយដែលល្អប្រសើរជាងគេឲ្យគេមើលឃើញពីចំណុចរបស់យើងអានេះជារឿងដោយឡែកយើងត្រូវដឹងថាពេលវេលានៅក្នុងជីវិតរបស់យើងមានតម្លៃមែនតើមនុស្សណាសំខាន់ចាំយកមកគិតមនុស្សមិនសំខាន់បាច់យកមកគិតទេកុំតនេពេកផ្ដោតទៅលើមនុស្សណាដែលនាំយើងទៅរីកចម្រើនទៅមុខផ្ដោតទៅលើមនុស្សទាំងឡាយណាដែលបង្កើនជីវភាពរបស់យើងឲ្យល្អជាងមុនបើលក់ដូរទៅផ្ដោតលើភ្ញៀវឲ្យតែភ្ញៀវសប្បាយចិត្តអ្នកណានិយាយអីក៏សែចិត្តចិត្តគាត់ទៅចង់និយាយពីក្រោយខ្នងនិយាយពីចំហៀងខ្លួនឬនិយាយពីឡាវតឿណាមកឲ្យនឹងជារឿងរបស់គាត់ទេត្រូវចាំថាមនុស្សល្អជាមនុស្សដែលអង្គុយមើលពីចំណុចល្អរបស់គេហើយរៀនពីចំណុចល្អយកមកអភិវឌ្ឍខ្លួនមិនមែនអង្គុយចាប់កំហុសអ្នកដទៃដើម្បីឲ្យអ្នកដទៃអន់ជាងខ្លួនទេមនុស្សបែបនេះគ្មានភាពរីកចម្រើនទេព្រោះយើងមិនបានរៀនពីចំណុចល្អរបស់នរណាម្នាក់ដែលយើងបានអង្កេតមើលគេជារៀងរាល់ថ្ងៃទេពីថ្ងៃនេះទៅផ្ដោតលើខ្លួនឯងផ្ដោតលើជីវភាពផ្ដោតលើការអភិវឌ្ឍខ្លួនកុំខ្វល់កុំឈឺក្បាលជាមួយនឹងមនុស្សដែលនិយាយពីក្រោយខ្នងឬនិយាយពីមុខយើងអីយើងកុំខ្វល់សំខាន់បើរឿងទាំងអស់នឹងល្អបន្តធ្វើវាទៀត